បាទចឹងជំរាបសួរលោកគ្រូខ្ញុំឈ្មោះថារីវីរៈមកពីក្រុម SU20 ថ្ងៃនេះខ្ញុំធ្វើវីដេអូពី lab ទី1 install ទៅលើ Ubuntu server ចឹងជាដំបូងយើងចូល VMware របស់យើងមកហើយយើងយក add new ចឹងខ្ញុំយក custom add one next ចឹងខ្ញុំដាក់ file ISO ចូលក្នុងនឹងឲ្យហើយ next ទៀតមកអូខេចឹងកន្លែងនេះខ្ញុំដាក់ឈ្មោះ machine ឈ្មោះអូខេវីរៈ server ចឹងមកចឹងខ្ញុំអាចដាក់នៅក្នុង location ណាមួយដាក់នៅក្នុងក្រៃ e ខ្ញុំបង្កើត folder ថ្មីឈ្មោះ Ubuntu មួយទៅបាទអូខេ next ទៀតមកខ្ញុំយក RAM 4G អូខេ adapter network ខ្ញុំយក NAT ឲ្យហើយទៅ next អូខេចឹងខ្ញុំយក storage 60G next អូខេ next ទៀតមកចឹងកន្លែងនេះខ្ញុំយក finish ឲ្យហើយបាទចឹងវាធ្វើការ boot ឲ្យយើងតែម្ដងដោយសារតែយើងដាក់ file ISO ចូលចឹងខ្ញុំ install Ubuntu server ខ្វែងចោលមួយចឹងរួចរាល់ហើយយើងយកភាសាអង់គ្លេសមកហើយ done Ubuntu server ត្រូវហើយបាទ done ទៀតមកចឹងឥឡូវនេះវាចាប់ IP ឲ្យយើងសាប់តែម្ដងដោយសារតែយើងដាក់ network ចូលដាក់ INS របស់យើង33ហ្នឹងវាចាប់ DHCP v4 ចាប់ network ឲ្យយើងឲ្យហើយ done ទៀតមកកន្លែងនេះវាធ្វើការ configuration ទៅលើមានន័យថាpackage មួយចំនួនបាទនៅក្នុងហ្នឹង done អូខេចឹងយើងយក done ទៀតមកចឹងកន្លែងនេះយើងត្រូវចែកទៅលើ partition ដែលមាននៅក្នុង free space របស់យើងហើយយើងទៅ add swap មួយមកយើងយក 8G ហើយយើងដូរយក swap create ចឹង free space របស់យើងនៅសល់ 21G ហើយយើងដាក់ឈ្មោះ home ចុះ 21G ទាំងអស់តែម្ដង create អូខេហើយយក done continue ចឹងកន្លែងនេះយើងដាក់ឈ្មោះបាទឈ្មោះ server របស់យើងខ្ញុំដាក់វីរៈ server ចឹងទៅបាទឈ្មោះ username ដាក់វីរៈដែរ password អូខេ done ខ្ញុំយក done ទៀតមកកន្លែងនេះខ្ញុំអត់ថុចអីទេខ្ញុំយក done ទៀតបាទចឹងវាធ្វើការ install ទៅលើ system របស់យើងក៏ install kernel ហ្នឹងឲ្យយើងហើយអញ្ចឹងសម្រាប់ការ boot នេះយើងយូរបន្តិចដោយសារតែយើងដាក់ network ឲ្យហើយអញ្ចឹងខ្ញុំអាចធ្វើការស្គប់សិនបាទដើម្បីកុំឲ្យវីដេអូវាស៊ីមេច្រើនពេកអូខេអញ្ចឹងបន្ទាប់ពីវាត្រូវធ្វើការ install រួចរាល់ហើយយើងអាចធ្វើការ reboot បានអញ្ចឹងយើងទៅ reboot now មកអញ្ចឹងវា reboot ឲ្យយើង press enter មកអញ្ចឹងបន្ទាប់ពីយើង install រួចរាល់ហើយយើងអាច login ចូលសាកល្បងមើលបានអូខេអញ្ចឹងយើងចូលបានហើយយើងអាចតេស្តping IP លេងសាកមើលអញ្ចឹង IP របស់យើងស្គាល់ហើយបាទអញ្ចឹងយើងអាចទៅ CMD នៅខាងក្រៅអូខេខ្ញុំយក run ជាមួយនឹង admin center មក
ping អូខេចឹងឃើញថាវាស្គាល់គ្នាហើយប៉ុន្តែយើងអត់ទាន់អាច remote ទៅបានទេដោយសារតែយើងអត់ទាន់ធ្វើការ config វាបាទចឹងយើងទៅ config វាជាមុនសិនបាទចឹងយើងចូលទៅ server របស់យើងវិញបាទចឹងយើងអាច config ទៅលើការ apt update អូខេហើយបន្តមកទៀត sudo apt install ទៅលើ OpenSH .server .y ហើយបន្តមកទៀតយើង sudo system ctl យើង enable វា sh អញ្ចឹងយើង config វារួចហើយយើងអាចសាកល្បងបានអូខេ sh vref and 192.168.131 អូខេ yes password អូខេអញ្ចឹងយើងអាចធ្វើការ remote បានហើយបាទយើងអាចតេស្តមើលបានk dear home ចឹង ls មើលមកឃើញមាន home មួយ cd home បាទអញ្ចឹងយើងចូលបានអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណច្រើនលោកគ្រូ